ក្រោមលបឈើដ៏ត្រជាក់នាថ្ងៃនេះខ្ញុំឈរស្ងៀមស្ងាត់គិតដល់ជីវិតដែលបានឆ្លងកាត់មានទាំងស្នាមញញឹមមានទាំងទឹកភ្នែកមានទាំងជោគជ័យនិងការបរាជ័យជាច្រើនលើកមនុស្សម្នាក់ៗតែងមានផ្លូវរៀងខ្លួនមិនមែនគ្រប់ជំហានសុទ្ធតែពោពេញទៅដោយផ្កាក្រអូបទេពេលខ្លះត្រូវដើរកាត់បន្លានឹងភាពឯកាទើបដឹងថាភាពរឹងមាំកើតចេញពីការតស៊ូខ្ញុំសម្លឹងទៅលើមេឃមិនមែនចង់គេចពីការពិតនោះទេតែចង់រំលឹកខ្លួនឯងឲ្យបន្តរស់ដោយក្តីសង្ឃឹមព្រោះថ្ងៃស្អែកអាចល្អជាងថ្ងៃនេះបើខ្ញុំមិនបោះបង់ក្តីស្រមៃក្នុងបេះដូងដើមឈើធំមិនមែនរីកចម្រើនក្នុងពេលមួយយប់នោះទេវាត្រូវឆ្លងកាត់ខ្យល់ភ្លៀងនិងកម្ដៅថ្ងៃជាច្រើនឆ្នាំដូចគ្នាទៅនឹងមនុស្សយើងត្រូវឆ្លងកាត់ការលំបាកទើបអាចឈរយ៉ាងរឹងមាំថ្ងៃនេះខ្ញុំនៅតែមិនទាន់ដល់គោលដៅតែខ្ញុំមានមោទនភាពចំពោះផ្លូវដែលបានដើរហើយខ្ញុំនឹងបន្តដើរទៅមុខជានិច្ចដោយជំនឿថាការខិតខំថ្ងៃនេះនឹងក្លាយទៅជាភាពជោគជ័យនៅថ្ងៃណាមួយទោះជីវិតលំបាកប៉ុណ្ណាក៏កុំបោះបង់ក្តីសង្ឃឹមព្រោះពលឺថ្ងៃតែងរះក្រោយពេលរាត្រីងងឹតពីខ្ញុំទេ